សូមគោរពជម្រាបសួរឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាលោកយាយលោកតាញាតិមិត្តបងប្អូនអ៊ំពូមីងទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះវត្តជ័យគិរីមនីរាំងសីហៅវត្តរុននឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដែលប្រព្រឹត្តទៅនៅថ្ងៃទី14 15 16ខែមេសាខាងមុខនេះក្នុងនោះដែរសង្ក្រាន្តយើងខ្ញុំមានលេងល្បែងប្រជាប្រិយជាច្រើនដូចជាចោលឈូងបោះអង្គុញទាញព្រាត់វេក្អមនិងលេងល្បែងជាច្រើនទៀតជាពិសេសមានក្រុមតន្ត្រីស្គរដៃរួមលេងកំសាន្តក្នុងរយៈពេល3ថ្ងៃពេញតែម្ដងក្នុងឱកាសនេះដែរក៏មានពុកម៉ែបងប្អូនលោកយាយលោកតាចូលរួមឧបត្ថម្ភថវិកាជាច្រើនក្នុងកម្មវិធីផងដែរព្រះតេជគុណមីឡែមឧបត្ថម្ភក្អមចំនួន1លានរៀលឧបត្ថម្ភស្គរដៃចំនួន$275ឧបត្ថម្ភធុងបាសចំនួន$100ឧបត្ថម្ភថ្លៃរបាំចំនួន$100ឧបត្ថម្ភថ្លៃខ្សែពួរចំនួន$110ទិញអាវ$50ឧបត្ថម្ភភេសជ្ជៈចំនួន5កេសនិងថវិកា$50ឧបត្ថម្ភមច្ឆាចំនួន$100លោកគង់ចន្ទីលក់ភេសជ្ជៈគ្រប់ប្រភេទជួយឧបត្ថម្ភក្អម250000រៀលបងប្រលិតតែងមុខរោងជួយអាវចំនួន70000រៀលលោកគ្រូញក់ជួយក្អមចំនួន60000រៀលលោកស្រីរីណាសាឡនចំនួន40000រៀលលោកស្រីពឿនពិសីលក់ទឹកអំពៅចំនួន20000រៀលអ្នកគ្រូទេសនិងលោកហ៊ីងជួយក្អមចំនួន60000រៀលលោកសួនសូវៀតនិងភរិយាជួយក្អមចំនួន50000រៀលសូមបញ្ជាក់ផងដែរថាក្នុងមួយក្អមមានចំនួនថវិកា$10ឡើងទៅយើងខ្ញុំជឿជាក់ថានឹងមានបងប្អូនឯកឧត្តមលោកជំទាវលោកស្រីអ៊ំពូមីងយាយតាទាំងអស់នឹងចូលរួមឧបត្ថម្ភក៏ដូចជាចូលរួមលេងល្បែងកម្សាន្តឲ្យបានច្រើនកកកជាចុងក្រោយយើងខ្ញុំទាំងពីរនាក់សូមគោរពជូនពរឯកឧត្តមលោកជំទាវពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ក្នុងប្រទេសនិងក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះសូមជួបប្រទះតែពុទ្ធពរសិរីសួស្តីជ័យមង្គលដល់ពុកម៉ែបងប្អូនទាំងអស់គ្នា